បាទសូមស្វាគមន៍មកកាន់មេរៀនទី14គឺជាមេរៀនមួយដែលរំលឹកឡើងវិញពីស្រៈផ្សំរវាងស្រៈ E និងស្រៈ E បង្កើតបានជាសូរសំឡេងដដែលគឺសំឡេង E សំឡេងវែងបាទអញ្ចឹងក្នុងមេរៀននេះគឺគោលបំណងរបស់ខ្ញុំបាទគោលបំណងទី1គឺចង់ឲ្យសិស្សចេះអានបានល្អបាទគោលបំណងទី2គឺចង់ឲ្យសិស្សដឹងពាក្យប្រចាំថ្ងៃដែលយើងតែងជួបប្រទះបាទទី3គឺចង់ឲ្យសិស្សយល់ច្បាស់នៅពាក្យនីមួយៗយើងអានហ្នឹងនៃការបញ្ចេញសំឡេងរបស់វាបាទចំពោះអ្នកដែលមកថ្មីអ្នកដែលឃើញថ្មីក្នុងវីដេអូខ្ញុំមុននឹងចូលដល់មេរៀនយើងចូលចុច Subscribe សិនទៅបាទដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទនៅក្នុងវីដេអូនេះខ្ញុំសូមលើកឡើងពាក្យទាំងអស់ដែលខ្ញុំលើកឡើងនេះគឺមានចំនួនទាំងអស់ប្រមាណបាទគឺចំនួន49ពាក្យបាទដែលពាក្យនេះគឺជាចំនួនមួយជាក់លាក់ដែលតែងតែជួបជាប្រចាំនៅក្នុងការអាននិងការសរសេរបាទបើសិនយើងចង់ដឹងពាក្យបន្ថែមទៀតយើងអាចចូលទៅសិក្សាជាមួយនឹងផ្នែកកាសែតផ្នែកទស្សនាវដ្តីបាទនឹងផ្នែកផ្សេងទៀតដែលយើងចង់អានដូចតាម YouTube អូខេអាចមើលបានបាទអញ្ចឹងក្នុងនេះដើម្បីកុំឲ្យខាតពេលយូរបាទយើងសូមចូលទៅកាន់មេរៀនអ្នកគ្នាបាទឥឡូវលើកឡើងឥឡូវយើងចាប់ដើមមើលពាក្យទី1បាទពាក្យទី1នេះយើងឃើញមានយើងពាក្យទី1នេះយើងអានថាម៉េចបាទពាក្យទី1នេះយើងអានថា B យើងឮសំឡេងសូររាងវែង B បាទសំឡេងរាងអូសវែងបាទជាសៀងរបស់វាគឺសំឡេងវែងបាទអញ្ចឹង B នេះគឺផ្សំឡើងពីសញ្ញាអ្នក B ក្នុងភាសាអង់គ្លេសតែបើភាសាខ្មែរយើងស្មើនឹងអក្សរ B ឬមួយអក្សរ B បាទអញ្ចឹង B ដាក់ស្រៈ E B បាទបានជា B ប្រែថាសត្វឃ្មុំបាទសត្វឃ្មុំឥឡូវពាក្យទី2គេអានថាម៉េចបាទពាក្យទី2គឺអានថា bean អាននឹងសំឡេងវែងបាទ bean ដែលយើងឃើញមានផ្សំឡើងរវាងព្យញ្ជនៈ b បូកជាមួយស្រៈ e បូកជាមួយនឹងព្យញ្ជនៈ n ដែលភាសាយើងភាសាខ្មែរយើងអានថាស្មើនឹងអក្សរ no ហ្នឹងសំឡេង no ហ្នឹងអានថា bean ប្រែថាម៉េចបាទប្រែថាបានក្នុងពាក្យ bean នេះគេតែងតែប្រើក្នុងប្រយោគកាលpresent perfect continuous កាលមួយដែលពេញលេញកាលដែលកំពុងបន្តបរិបូរណ៍បាទបើប្រែខ្មែរយើងបាទអញ្ចឹងចំពោះអ្នករៀនវេយ្យាករណ៍ក្នុងភាសាអង់គ្លេសយើងបានដឹងហើយកាលណាឃើញទម្រង់ bean នេះគឺជាទម្រង់ផ្នែកកាលបរិបូរណ៍បាទចំពោះ bean នេះបើយើងចង់ដឹងច្បាស់យើងអាចចូលទៅមើលវេយ្យាករណ៍ផ្នែកភាសាអង់គ្លេសយើងនឹងបានឃើញច្បាស់ថាអូ bean គេប្រើវានៅពេលណា bean គេប្រើវានៅពេលដែលយើងបង្កើតការកំពុងបន្តក្នុងកាល present perfect continuous បាទឥឡូវពាក្យទី3គេអានថា deep បាទដែលផ្សំឡើងរវាងព្យញ្ជនៈ d បូកជាមួយនឹងស្រៈ e បូកជាមួយនឹង p អានថា deep រឿងសំឡេងវែងនេះបាទ deep ប្រែថាជ្រៅបាទជ្រៅឧទាហរណ៍ដូចជាទឹកជ្រៅអីទៅអណ្ដូងជ្រៅទៅបាទហ្នឹងហើយហើយយើងបន្តមកពាក្យទី4យើងឃើញមានពាក្យ beech tree បាទ beech tree នេះផ្សំឡើងពីពាក្យបាទពាក្យទី1គឺពាក្យ beech ដែលមានព្យញ្ជនៈ b បូកស្រៈ e បូកនឹងព្យញ្ជនៈ ch ដែលស្មើនឹងអក្សរឆយើងអានថា beech ពាក្យទៀតពាក្យ tree ដែលផ្សំឡើងរវាងអក្សរ t និងអក្សរ o ដែលមានសំឡេង th បូកនឹងស្រៈ e tree
ចឹងពាក្យទាំងពីរអានចូលគ្នាមកអានថាម៉េចបាទអានថា beech tree beech tree នេះប្រែថាដើម beech បាទដើម beech យើងបាទដើម beech នេះគឺយើងតែងសង្កេតឃើញមាននៅក្នុងជួរនៅទីអឺរ៉ុបបាទយើងទៅអឺរ៉ុបយើងឃើញដើមសម្បូរណាស់បាទដើម beech នេះបាទអូខេឥឡូវយើងចូលពាក្យទី5ពាក្យទី5គេអានថា decree បាទដែលក្នុងនេះមានសម្លេង2បាទសម្លេងទី1គឺអាន d ដែលមានអក្សរដែលមានអក្សរ d បូកសរអ៊ី d បាទហើយអក្សរ c នឹងគឺជាប្រភេទអក្សរខដែលបូកជាមួយជើងបូកជាមួយជើងរដែលអានថាខ c និងអអានថាខបូកនឹងសរអ៊ី decree decree នេះប្រែថាក្រឹតបាទឬក៏ក្រឹតអនុម័តគេប្រើចំពោះនឹងខាងច្បាប់តុលាការបាទឬក៏ខាងផ្នែកនយោបាយឬខាងផ្នែកក្សត្របាទនិយាយទៅគឺចង់និយាយថាទាក់ទងនឹងរដ្ឋធម្មនុញ្ញបាទអញ្ចឹងគេឃើញមានពាក្យខិតខំនេះគឺខិតឬការអនុម័តនេះគឺនឹងកាត់ឡើងការតតែងច្បាប់បាទអូខេអញ្ចឹងចូលពាក្យថ្មីទៀតគឺពាក្យទី6គេអានថា agree នេះផ្សំឡើងពីស្រៈ a ដែលមានសម្លេងហើយអក្សរ g បូកជាមួយអក្សរ o បានជាសម្លេងខដាក់ស្រៈ e agree នេះប្រែថាយល់ព្រមឬមកយល់ស្របស្មើនឹងពាក្យខ្មែរស្មើនឹងពាក្យមួយយើងតែនិយាយតគ្នាហៅថាអូខេបាទអូខេគឺជាភាសាដែលយើងនិយាយលក្ខណៈសាមញ្ញទេបាទទី7យើងឃើញពាក្យដដែលគ្រាន់តែដូរពីកិរិយាសព្ទមកជានាមបាទអញ្ចឹង agree នឹងជាកិរិយាសព្ទបាទប៉ុន្តែពាក្យទី7អានថា agreement អញ្ចឹង man នេះដើរតួជានាមដែលបញ្ចេញសម្លេងជាអក្សរថាការព្រមព្រៀងបាទអញ្ចឹងដល់ពេលការបូកជាមួយនឹងagree ការយល់ព្រមបាទការយល់ព្រមតែដល់ពេលយើងប្រែឲ្យចំនៃងាយស្រួលហៅថាកិច្ចព្រមព្រៀងបាទអញ្ចឹងកន្លែងនេះគឺសំខាន់បាទពាក្យទី8គឺជាពាក្យមួយដែលគេអានថា disagree ឬមួយអានភ្ជាប់អាន disagree បាទបើយើងចង់ឲ្យអាន8ក៏បានដែរអាន disagree ក៏បានដែរបាទពាក្យនេះគឺជាពាក្យមួយដែលកំឡាយមកពីពាក្យទី6ដែរដែលគ្រាន់ថាយើងខាងលើគឺយើងស្របខាងក្រោមគឺបដិសេធបើខាងលើយើងយល់ព្រមខាងក្រោមគឺយើងអត់យល់ព្រមទេបាទគឺយើងប្រឆាំងបាទកន្លែងហ្នឹងតែយើងប្រើពាក្យ dis នៅប្រមុខ agree ទៅគឺគាត់ថាមិនដែរបាទគឺមិនយល់ព្រមឬមួយថាមិនយល់ស្របបាទកន្លែងហ្នឹងអូខេឥឡូវចាប់ដើមចូលទៅពាក្យទី9គេអានថា disagreement បាទ disagreement នេះប្រែថាការមិនយល់ស្របឬការមិនយល់ព្រមបាទយើងឃើញពាក្យកន្ទុយមិនគឺដោយសារคล้ายមកពីពាក្យទី8បាទអូខេអញ្ចឹងតែនេះយើងចង់សិក្សាបន្ថែមតោះយើងទៅរៀននៅសៀវភៅបន្តទៀតទើបយើងដឹងថាអូពាក្យនេះវាមកពីនេះពាក្យនេះមកពីនោះបាទអញ្ចឹងថ្ងៃនេះយើងគ្រាន់តែដឹងពីការអានជាសម្លេងស្រៈ e សិនដែលយើងឃើញថាក្នុងនេះមានពាក្យ free នៅក្នុងនោះបាទតែមានសម្លេង e បាទសម្លេង e សម្លេងវែងបាទអូខេឥឡូវចាប់ដើមចូលពាក្យទី10នេះគឺគេអានថា cheek យើងឃើញមានពាក្យយើងឃើញផ្សំឡើងពីអក្សរឆអក្សរ ch ស្មើនឹងអក្សរឆដែលភាសាអង់គ្លេសអានថា
Thợ đã sra ý chi đã khợ an chi níប្រែថាផ្ពាល់បាទផ្ពាល់បាទផ្ពាល់បាទអូខេពាក្យទី11ពេលទី11គឺយើងឃើញពាក្យដូចគ្នាគ្រាន់តែខុសតែខាងអុយឯបាទអញ្ចឹងតែនេះឃើញគេអានថា cheese 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 ដែលសំឡើងពីព្យញ្ជនៈឆឹបូកនឹងស្រៈអ៊ីឈីស៊ីដល់សឹអានថា cheese ប្រែថាប្រហុក cheese នឹងឯងបាទយើងឃើញមានច្រើនណាស់នៅកន្លែងតាមហាងពូនីដ្ឋានអូខេអញ្ចឹងមួយទៀតយើងឃើញមានពាក្យទី12អានថា coffee coffee បាទ coffee នេះយើងសំឡើងពីសំឡេង C ដែល C នៅទីនេះគឺស្មើនឹងអក្សរខដាក់ស្រអខដល់ហ្វអាន cop ហ្វទី2បូកនឹងស្រៈអ៊ីអាន fee អញ្ចឹង coffee ប្រែថាកាហ្វេបាទដែលមានរសជាតិឆ្ងាញ់បាទកាហ្វេនេះគឺសម្រាប់ខ្ញុំមកចូលចិត្តដែរបាទខ្ញុំព្រឹកឡើងបានកាហ្វេមួយកែវដឹងតែញឹមហ្មងសប្បាយចិត្តណាស់បាទទី13យើងឃើញមានពាក្យយើងឃើញមានแล้วពាក្យទី13គេអានថា deed 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 នេះគឺសំឡើងពីព្យញ្ជនៈ D ដែលភាសាអង់គ្លេសអានថាមានសំឡេងដែលភាសាអង់គ្លេសគេបញ្ចេញសំឡេង d ដាក់ស្រៈ e d d ដល់ d អានថា deed 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 នេះប្រែថាអំពើល្អអំពើល្អបាទអញ្ចឹងក្នុងពាក្យនីមួយៗមានអំពើល្អនិងអំពើអាក្រក់បាទយើងស្គាល់អំពើល្អចុះអំពើអាក្រក់អីគេបាទអំពើអាក្រក់យើងគ្រាន់តែថែម miss នៅមុខបានហើយយើងគ្រាន់តែថែម misdeed បាទនឹងហៅថាអំពើអាក្រក់បាទអញ្ចឹងពាក្យ misdeed នេះគឺវាផ្ទុយជាមួយនឹងពាក្យ deed បាទអូខេแล้วពាក្យទី14គេអានថា employee employee យើងឃើញមានផ្សំឡើងរវាងស្រៈ e ដែលស្មើនឹងសំឡេង a បូកជាមួយព្យញ្ជនៈ m បានទៅជា m អក្សរ p នេះសំឡេង p បូកជាមួយនឹងអក្សរ l អានជាសំឡេងផ្លឹកដាក់ស្រៈអផ្លដល់យោផ្លយយោដាក់ស្រៈ e g employee បាទ employee នេះប្រែថានិយោជិកបាទប្រែថានិយោជិកបាទនិយោជិកបាទពាក្យទី15គឺអានថា fee ដាក់ស្រៈ e fee បាទ fee ប្រែថាថ្លៃឈ្នួលបាទអញ្ចឹងឧទាហរណ៍យើងធ្វើការឲ្យគេមួយថ្ងៃចាប់ពីម៉ោង7ដល់ម៉ោង5ល្ងាចនោះយើងនឹងទទួលបានកម្រៃដែលយើងធ្វើនោះដែលគេជួលយើងធ្វើហ្នឹងហើយហៅថា fee បាទអូខេឥឡូវយើងចូលដល់ពាក្យទី16ពាក្យទី16គេអានថា feed អញ្ចឹងកន្លែងហ្នឹងសំឡើងពីព្យញ្ជនៈ f បូកនឹងស្រៈ e បូកនឹងព្យញ្ជនៈ d អានថា feed ប្រែថាដាក់ចំណីសត្វឬក៏ឲ្យចំណីសត្វបាទទី17មានពាក្យមួយគេអានថា feet នេះប្រែថាជើងបាទជើងពាក្យទី18គេអានថា free
ដែលសំឡើងពីអក្សរ fr fr f o អានថា fr fr f f o អានថា fr fr ដាក់ស្រៈ e free 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 ប្រែថាទំនេរបាទទំនេរមួយទៀតគឺហៅថាឲ្យដោយមិនយកលុយបាទជូន free បើភាសាខ្មែរយើងឲ្យទៅពាក្យ free នឹងថាញឹមញែមបាទឧទាហរណ៍ថាខ្ញុំលក់នំចំនួន10ដុំអញ្ចឹងដល់ពេលខ្ញុំ free មួយទៅខ្ញុំជូនមួយទៀតទៅអត់គិតលុយទេអាហ្នឹងគឺថាគឺយើងអ្នកបាននំមួយដល់មួយទៀតដែលមិនគិតលុយយើងញឹមញែមបាទយើងសប្បាយចិត្តហើយហ្នឹងបាទអញ្ចឹងពាក្យ free នេះមានន័យទៅតាមយកដែរបាទពាក្យ free សំខាន់អញ្ចឹងពាក្យ free នេះប្រែថាទំនេរឬជូនដោយមិនគិតលុយបាទពាក្យទី9អានថា freedom 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 បាទដែលសំឡើងពី fr បូកស្រៈ e d បូកស្រៈ demo dum អានចូលគ្នាអានថា free freedom បាទប្រែថាសេរីភាពបាទពាក្យទី20យើងឃើញមានពាក្យទី20អានថា freeze ដែលសំឡើងពីសញ្ញា fr បូកនឹងស្រៈ e បូកនឹងសញ្ញា z ដែលស្មើនឹងអក្សរសបាទអញ្ចឹង freeze នេះប្រែថា classe បាទ classe យើង classe សាច់បន្លែក្នុងទូណាបាទហ្នឹងយើងប្រើពាក្យ freeze ពាក្យទី21ពាក្យទី21យើងគេអានថា keep keep សំឡើងពីសញ្ញា k បូកនឹងស្រៈ e key ទៅ keep ប្រែថារក្សាទុកបាទឬក៏ទុកបាទពាក្យទី22គេអានថា knee ដែលសំឡើងពីសញ្ញាពីររួមគ្នាដែលសញ្ញាទី1អត់គ្មានសម្លេងទេគឺខគ្មានសម្លេងទេតែសញ្ញាទី2ណមានសម្លេងអញ្ចឹងណដាក់ស្រៈ e knee ប្រែថាជង្គង់បាទជង្គង់អញ្ចឹងកន្លែង knee នេះខគ្មានសម្លេងទេគឺជាអក្សរដែលគ្មានសម្លេងបាទយើងចំណាំទៅអញ្ចឹងបើយើងអត់ដឹងទេយើងអានច្រឡំតែនេះយើងមិនអាចអានថាគ្នាទេដោយសារអីកន្លែងនេះគឺអក្សរ k គ្មានសម្លេងទេនេះដែលមានសម្លេងគឺអក្សរ n បាទអញ្ចឹង n ស្មើនឹងអក្សរមានសម្លេងណដាក់ស្រៈ e knee ប្រែថាជង្គង់បាទអូខេឥឡូវពាក្យទី23ពាក្យទី23អានថា lee នេះសំឡើងពីសញ្ញាលដាក់ស្រៈ e lee ប្រែថាទីកំបាំងខ្យល់បក់បាទទីដែលបិទបាំងផុតពីខ្យល់បក់បាទកន្លែងណាដែលខ្យល់បក់ខ្លាំងយើងរកកន្លែងស្ងប់ស្ងាត់ទៅគឺថាកន្លែងជៀសផុតពីខ្យល់បក់ខ្លាំងក្នុងភាសាអង់គ្លេសគេហៅថា lee បាទ lee ទីកំបាំងខ្យល់បក់អូខេទី24ពាក្យទី24គេអានថា lychee ដែលផ្សំឡើងដោយសញ្ញាលដាក់ស្រៈ e lee ឆដាក់ស្រៈ e lychee បាទប្រែថាផ្លែគូលែនបាទផ្លែគូលែននេះគឺ lychee បាទពាក្យទី25អានថា creed ដែលផ្សំឡើងពីសញ្ញា2អក្សរសញ្ញា
ជីជាមួយនឹងសអអានថាក្រដាក់ស្រៈអ៊ីគ្រីដល់ដក creed បាទ creed នេះប្រែថាលោភលន់បាទដូចយើងចង់បានឲ្យលោភលន់នេះយើងចង់បានហួសហេតុពេកណាហើយនឹងយើងឃើញអាគេឲ្យត្រឹម5ចង់បាន10ចង់បានទៅឲ្យ5ចង់បាន10ឲ្យ10ចង់បានទៅ20ណាអញ្ចឹងអាកន្លែងហ្នឹងពីលោភលន់ហ្នឹងអញ្ចឹងអង់គ្លេសគេមានពាក្យមួយគេហៅថា creed បាទ creed នេះគឺលោភលន់បាទអូខេឥឡូវពាក្យទី26ពាក្យទី26គេអានថា creed អា creed ហ្នឹងវាមានសលេងថកន្ទុយបាទផ្សំឡើងពីក្របូកស្រៈអ៊ី creed ថក creed ប្រែថាស្វាគមន៍ឬក៏រាក់ទាក់បើតាមន័យទេសចរគេហៅថាការធ្វើបដិសណ្ឋារកិច្ចបាទនេះសំខាន់កន្លែងនេះសំខាន់មែនអូខេអញ្ចឹងពាក្យទី27អានថា clean ក្រដាក់ស្រៈអ៊ី clean បាទ clean នេះប្រែថាបៃតងពណ៌បៃតងបាទទី28ពាក្យទី28គេអានថាជីបនេះគឺជាឈ្មោះរបស់ឡានមួយដែលគេបានរកឃើញបាទអញ្ចឹងដល់ពេលយើងឃើញឡានហ្នឹងយើងឃើញមានឈ្មោះជីបនឹងជាប់ឡានដោយបាទតែយើងឃើញឡាននោះដាក់ឈ្មោះជាប់ដោយយើងឃើញតែឡានស្គាល់ថាអូឡានមកជីបទៅបាទយើងចំណាំបាទព្រោះវាខុសពីឡានយើងបើធម្មតាឡានហ្នឹងបាទឥឡូវពាក្យទី29អានថា meat បាទដែលផ្សំឡើងពីព្យញ្ជនៈមដាក់ស្រៈអ៊ីមីដែលថក meat បាទប្រែថាជួបគ្នាយប់អីចង់ជួបគ្នាដើម្បីពិភាក្សាមួយយើងប្រើពាក្យ meet ហ្នឹងហើយពាក្យទី30យើងឃើញពាក្យទី30គេអានថា need បាទសំឡេងវានៅ need សំឡើងពី need នេះសំឡើងពីព្យញ្ជនៈណបូកនឹងស្រៈអ៊ីបូកនឹងព្យញ្ជនៈដអា need សំឡេងវាកតុយបាទប្រែថាត្រូវការបាទយើងឃើញថាពាក្យនេះយើងតែជួបជាប្រចាំយើងត្រូវនិយាយជាប្រចាំបាទពាក្យទី31គេអានថា P បាទ P នេះផ្សំឡើងពីព្យញ្ជនៈផឹដាក់ស្រៈអ៊ី P ប្រែថានោមឬក៏បត់ជើងតូចបាទតែនេះសំខាន់ហ្នឹងពាក្យនេះមិនធម្មតាទេបាទចម្លែកអូខេពាក្យទី32គេអានថា queen ដែលសំឡើងពីព្យញ្ជនៈខ្ស៊ូជាមួយនឹង u អានថាខ្វឹអក្សរខ្ស៊ូនោះដើរតួជាសំឡេងអក្សរខបាទហើយអក្សរ u ដើរតួជាជើងវោអញ្ចឹងខជើងវោខ្វោដាក់ស្រៈអ៊ីខ្វីដល់ no queen ប៉ុន្តែភាសាអង់គ្លេសគេប្រើសំឡេងមកគេគឺខ្វឹដាក់ស្រៈអ៊ីខ្វីណ queen នេះប្រែថាស្ដេចបាទស្ដេចគ្រប់គ្រងប្រទេសបាទពាក្យទី33ស្តៀងលើដែរតែខុសតែកន្ទុយបាទពាក្យទី33គេអានថា quiz បាទដែលផ្សំឡើងពីខ្វឹបូកនឹងស្រៈអ៊ីខ្វីដល់សឹអានថា quiz ប្រែថាច្របាច់ឬក៏ពូតបាទបើយើងចាប់ក្រូចយើងច្បាច់ក្រូចទៅបាទច្បាច់ក្រូចបើយើង
បោកខោអាវយើងពូតខោអាវទៅកន្លែងហ្នឹងយើងអាចប្រើបានពីរប្រភេទបាទពេលទី34ពេលទី34គេអានថា speech speech បាទដែលសំឡើងពីព្យញ្ជនៈ sp អានថា sp ឬក៏ sp ដាក់ស្រៈ e sp បាទ sp ដល់ឆអានថា speech speech បាទ speech ប្រែថាសន្ទរកថាបាទពាក្យនេះស្មើនឹងពាក្យថាសន្ទរកថាបាទពាក្យទី35គេអានថា sweeper sweeper បាទ sweeper ប្រែថាប្រដាប់រាវមីនបាទដែលផ្សំឡើងពីស្វឹកអក្សរ s ជាមួយ w អានថាស្វឹកដាក់ស្រៈ e ស្វីដល់ផឹ sweep ផឹដាក់ស្រៈ per sweeper បាទប្រែថាប្រដាប់រាវមីនបាទពេលទី36គេអានថា screen screen បាទសំឡើងពី sc អានថា sco អានថាស្ក្រឹស្ក្រឹដាក់ស្រៈ e screen screen ដល់ណអានថា screen បាទ screen នេះប្រែថាកញ្ចក់ឬក៏អេក្រង់បាទកញ្ចក់អេក្រង់ទូរស័ព្ទអីហ្នឹងបាទកញ្ចក់អេក្រង់ទូរទស្សន៍កញ្ចក់អេក្រង់ទូរស័ព្ទឲ្យតែប្រភេទអេក្រង់បាទយើងប្រើពាក្យថា screen ពាក្យទី37អានថា sleep sleep បាទដែលផ្សំឡើងពីស្លឹក sl អានថាស្លឹកស្លឹកដាក់ស្រៈ e sleep sleep ដល់ផឹអានថា sleep បាទ sleep គេថាគេងយើងចូលគេងយើងចូលដេកទេបាទយើងចង់ដេកយើងចង់គេងយើងប្រើពាក្យ sleep បាទពេលទី38ទី38គេអានថា steel steel ដែលផ្សំឡើងពីព្យញ្ជនៈស្ទើស្ទើនេះ st អានថាស្ទើដោយសារស្ទើបូកនឹងស្រៈ e steel steel ដល់អានថា steel steel នេះប្រែថាដែកបាទដែកបាទពាក្យទី39ពាក្យទី39គេអានថា steam steam បាទ steam នេះប្រែថាចំហុយឬក៏កម្ដៅបាទពាក្យទី40ពាក្យទី40គេអានថា sweet sweet បាទ sweet នេះប្រែថាផ្អែមដែលផ្សំឡើងពីពាក្យស្វឹកដាក់ស្រៈ e ស្វីស្វីដល់ថអានថា sweet បាទ sweet ពាក្យទី41ពាក្យទី41គេអានថា see see បាទដែលផ្សំឡើងពីសឹកដាក់ស្រៈ e see បាទ see ប្រែថាឃើញបាទពាក្យទី42អានថា scene scene សំឡើងពីព្យញ្ជនៈសឹកបូកនឹងស្រៈ e បូកជាមួយនឹងណអានថា scene ប្រែថាបានឃើញបាទបានឃើញពាក្យទី43អានថា sheep 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 នេះសំឡើងពីព្យញ្ជនៈសឹកដាក់ស្រៈ e ស៊ីដល់ផឹ sheep ប្រែថាជ្រាបទឹកឬក៏ធ្លាយបាទធ្លាយបាទនិយាយទៅធ្លាយទូទៅហ្មងមិនថាធ្លាយក្រុងមិនថាធ្លាយអីទេឲ្យធ្លាយចេញមកលក្ខណៈដែលធុះធ្លាយយើងអាចប្រើពាក្យថា sheep បាទពាក្យទី44ពាក្យទី44គេអានថា peace សំឡើងពីព្យញ្ជនៈថដាក់ស្រៈ e t ថដាក់ស្រៈ e t t ដែល th ដែលស្មើនឹងអក្សរសឹកអានថា teach 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 ប្រែថាថ្មិញបាទ
ថ្មិញច្រើនថ្មិញនេះគឺចាប់ពី2ឡើងទៅថ្មិញនេះបាទជាពហុវចនៈថ្មិញច្រើនពាក្យទី45ពាក្យទី45អានថា tree ត្រឹកដាក់ស្រៈអ៊ី tree សំឡេងត្រឹកដាក់ជាមួយស្រៈអ៊ីអានថា tree ប្រែថាដើមឈើបាទពាក្យទី46ពាក្យទី46គេអានថា week សប្តាហ៍បាទសប្តាហ៍បាទពាក្យទី47គេអានថា weekend បាទ weekend នេះប្រែថាចុងសប្តាហ៍នៅចុងសប្តាហ៍ weekend បាទពាក្យទី48ពាក្យទី48គេអានថា refugee សំឡើងដោយមានសំឡេង3រកដាក់ស្រៈអ៊ី re ពដាក់ស្រៈអ៊ូ psu ដល់ទៅចpsu ចដាក់ស្រៈអ៊ី g refugee ប្រែថាជនភៀសខ្លួនបាទពាក្យចុងក្រោយគឺពាក្យដែលយើងឃើញពាក្យនេះគឺអានថា real សំឡេងនេះពាក្យចុងក្រោយមានសំឡេង2យើងអានថា real ក៏បានអានថា real ក៏បានបាទក៏បានអត់បញ្ហាពាក្យ49សំខាន់ real នេះប្រែថាសំឡើងពីព្យញ្ជនៈរដាក់ស្រៈអ៊ី re ដល់លអានថា real ប្រែថាដុំស្រាអំបោះនៅពេលយើងស្ទូចគឺត្រីបាទនៅពេលស្ទូចត្រីយើងតែងតែមានអាដុំមួយមូលស្រាវឲ្យពេលណាត្រីជិបថាសន្ទូចយើងមូលស្រាវឲ្យត្រីជិបមកអានោះហៅថា reel បាទអូខេដោយសារតែវីដេអូយើងសិក្សាពាក្យត្រឹមតែ49ទេបាទអញ្ចឹងបើយើងចង់សិក្សាពាក្យបន្ថែមទៀតយើងអាចស្វែងរកទស្សនាវដ្តីឬពាក្យណាផ្សេងៗយើងចង់ស្រាវជ្រាវអូខេអត់បញ្ហាទេបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងដើម្បីកត់ត្រាសូមជួយចុចស្កប់បាទដូច្នេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទអញ្ចឹងសូមបញ្ចប់បាទសូមអរគុណ